អ្នកទាំងអស់គ្នាដឹងអត់ថាហេតុអ្វីបានជាមនុស្សភាគច្រើនមិនបានទៅដល់គោលដៅដែលខ្លួនបានកំណត់ឡើងមិនមែនព្រោះអត់មានសមត្ថភាពនៅក្នុងការធ្វើវាទេប៉ុន្តែគឺដោយសារតែមនុស្សភាគច្រើនមានទម្លាប់មួយគឺការមកធ្វើវាជាជាប់លាប់សួស្តីអ្នកទាំងអស់គ្នាខ្ញុំណាសៀតដូច្នេះហើយប្រធានបទយើងថ្ងៃនេះយើងនឹងនិយាយអំពីការធ្វើជាជាប់លាប់ consistency គឺជាការធ្វើវាដដែលម្ដងហើយម្ដងទៀតបើទោះបីជាយើងមិនមានអារម្មណ៍ចង់ធ្វើវាក៏ដោយមិនថាជាពេលយើងមានអារម្មណ៍លើកទឹកចិត្តនៅក្នុងការធ្វើវាឬក៏មិនមានអារម្មណ៍ឬមួយក៏ motivation នៅក្នុងការធ្វើវាប៉ុន្តែយើងនៅតែធ្វើរឿងដែលគួរធ្វើឲ្យរួចរាល់ដដែលវាមិនមែនជាការធ្វើរឿងធំមួយដែលតែម្ដងហើយយើងឈប់មួយខែមួយអាទិត្យអីចឹងទេប៉ុន្តែវាគឺជាការធ្វើរឿងតូចជាប្រចាំហើយជាប់លាប់ហើយការបង្ហាញខ្លួនរបស់យើងជារៀងរាល់ថ្ងៃរៀងរាល់អាទិត្យវានឹងបង្កើតទៅជារឿងធំមួយឬការផ្លាស់ប្ដូរមួយដែលយើងនឹកស្មានមិនដល់ឥឡូវនេះយើងសាកមកមើលឧទាហរណ៍មួយពីរមើលឥឡូវយើងនិយាយថាគោលដៅរបស់យើងគឺចង់ពូកែនៅក្នុងការនិយាយភាសាអង់គ្លេសតើវាអាចទៅរួចអត់បើសិនជាយើងរៀន4ម៉ោងហើយយើងឈប់មួយអាទិត្យឬមួយខែអញ្ចឹងទៅវាកម្រនឹងកើតផលណាតែប្រសិនបើយើងរៀន30នាទីជារៀងរាល់ថ្ងៃមិនថាយើងចង់រៀនឬក៏មិនចង់តែយើងនៅតែបង្ហាញខ្លួន30នាទីជារៀងរាល់ថ្ងៃច្បាស់ណាស់ថាក្នុងរយៈពេល7-8ខែឬមួយឆ្នាំលទ្ធផលវានឹងលេចជារូបរាងឡើងឬក៏អាចលើសពីអ្វីដែលយើងរំពឹងទុកក៏ថាបានអូខេមួយទៀតឧទាហរណ៍ថាគោលដៅរបស់យើងគឺចង់បានសុខភាពល្អឬក៏រាងស្អាតអីចឹងទៅវាអាចទៅរួចទេនៅពេលដែលយើងទៅហាត់ប្រាណម្ដង5ម៉ោងហើយរួចមកយើងឈប់មួយអាទិត្យឬមួយក៏មួយខែអីចឹងទៅតែបើសិនជាយើងហាត់ប្រាណ30ឬក៏40នាទីទៅ1ម៉ោងនៅក្នុងមួយថ្ងៃ 100% គឺវាអាចទៅរួចបូករួមជាមួយនឹងការញ៉ាំអាហារល្អរបស់យើងទៀតទៅវាច្បាស់ជាបានផលហើយចំពោះក្តីស្រឡាញ់អីក៏ដូចគ្នាដែរវាក៏ដំណើរការដូចគ្នានឹងដែរចង់បានក្តីស្រឡាញ់មួយដែលជោគជ័យក៏ត្រូវធ្វើវិធីនេះដូចគ្នាដែរគឺយើងធ្វើវាជារៀងរាល់ថ្ងៃបើទោះបីជាយើងចង់ធ្វើវាឬមិនចង់ធ្វើវាក៏ត្រូវតែបង្ហាញខ្លួនដែរវាសំខាន់ខ្លាំងវាសំខាន់នៅពេលដែលធ្វើជាជាប់លាប់រៀងរាល់ថ្ងៃរៀងរាល់អាទិត្យឬក៏រៀងរាល់ខែយើងកំពុងតែបង្វឹកខួរក្បាលរាងកាយនិងផ្នត់គំនិតរបស់យើងឲ្យងាកមកជឿជាក់លើខ្លួនឯងហើយយើង build self confidence នឹងឯងមនុស្សភាគច្រើនគឺ confidence ភាគច្រើនបានមកពីការធ្វើវាជាជាប់លាប់ឬមួយក៏ consistency នឹងឯងនៅពេលដែលយើងធ្វើបានដល់ចំណុចនេះហើយយើងលែងមានអារម្មណ៍ខ្ជិលឬក៏ខ្វល់ខ្វាយផលិតផលច្រើនហើយយើងដឹងថា 100% គឺយើងនឹងទទួលបានវាមកវាមិនមែនជារឿងងាយស្រួលទេអ្នកនរគ្នាយើងមិនអាចមានអារម្មណ៍ល្អរាល់ថ្ងៃទេហើយយើងក៏មិនចង់ធ្វើវារាល់ថ្ងៃដែរឬក៏រំភើបជាមួយអ្វីដែលយើងកំពុងតែធ្វើរាល់ថ្ងៃទេបើទោះបីជារឿងហ្នឹងវាគឺជារឿងដែលយើងចូលចិត្តបំផុតក៏ដោយយើងខ្ជិលព្រោះយើងជាមនុស្សហើយខ្ញុំនិងអ្នកទាំងអស់គ្នាក៏ជួបរឿងតែមួយហ្នឹងវាងាយស្រួលសម្រាប់ខ្ញុំនៅក្នុងការនិយាយចេញហើយអ្នកទាំងអស់គ្នានៅក្នុងការស្ដាប់តែក្នុងពេលដែលយើងយកគំនិតនេះទៅប្រើប្រាស់ទើបអាចឲ្យយើងដឹងបានថាយើងជានរណាឲ្យពិតប្រាកដការធ្វើជាប់លាប់វាមិនមែនត្រូវតែបាន 100% រាល់ថ្ងៃទេថ្ងៃខ្លះវាក៏បាន80ហើយថ្ងៃខ្លះក៏50ឬក៏ 10% 20% អីចឹងទៅតែសំខាន់យើងបានធ្វើវាហើយក៏អត់បោះបង់វាទេមនុស្សភាគច្រើននៅពេលដែលអត់បានដូចថ្ងៃដែលចាប់ផ្ដើមគឺតែងតែមានអារម្មណ៍បាក់ទឹកចិត្តឬស្ដីបន្ទោសខ្លួនឯងអញ្ចឹងទៅតែភាគច្រើនវាអត់អញ្ចឹងទេមនុស្សទាំងអស់គ្នាសុទ្ធតែបែបហ្នឹងគឺយើងជួបបញ្ហាដូចគ្នាយើងសន្សំទៅថ្ងៃខ្លះយើងក៏បានល្អ 100% ហើយថ្ងៃខ្លះក៏បានតិចតួចតែសំខាន់យើងបានធ្វើវាជារៀងរាល់ថ្ងៃជាចុងបញ្ចប់អ្នកទាំងអស់គ្នាក្តីសម័យរបស់អ្នកទាំងអស់គ្នាគឺត្រូវការសកម្មភាពហើយគោលដៅរបស់អ្នកទាំងអស់គ្នាគឺត្រូវការទម្លាប់ហើយចង់អនាគតអ្នកទាំងអស់គ្នាវិញច្បាស់ណាស់គឺត្រូវការអ្នកទាំងអស់គ្នានៅក្នុងការធ្វើវាជាជាប់លាប់ដដែលរាល់ថ្ងៃនឹងឯងមិនថាពេលយើងសប្បាយចិត្តពិបាកចិត្តឬមិនចង់ធ្វើមិនថាពេលមានអ្នកមើលឃើញឬមិនមានអ្នកមើលឃើញព្រោះការផ្លាស់ប្ដូរភាគច្រើនគឺកើតឡើងក្នុងកំឡុងពេលដែលយើងកសាងខ្លួនឯងដោយមិនមានអ្នកមើលឬដឹងឮនឹងឯងដូច្នេះហើយព្យាយាមកសាងខ្លួនឯងហើយធ្វើរឿងបើសិនជាយើងចាប់ដៃធ្វើហើយយើងកុំបោះបង់វារហូតតតែយើងបានលទ្ធផលវាហើយអ្នកទាំងអស់គ្នាចូលចងចាំនៅពេលដែលយើងចង់ឃើញលទ្ធផលអ្វីមួយអ្នកទាំងអស់គ្នាមិនចាំបាច់តតែខ្លាយទៅជាមនុស្សម្នាក់ដែលមានជំនាញខ្លាំងបំផុតលើរឿងហ្នឹងទេអ្វីដែលយើងត្រូវការគឺការធ្វើវាការធ្វើទង្វើការ show up របស់យើងជារៀងរាល់ថ្ងៃហើយធ្វើវាជារៀងរាល់ថ្ងៃមិនថាយើងមានអារម្មណ៍មិនក៏ដោយនេះហើយគឺជារបៀបដែលយើងអាចខ្លាយជាមនុស្សម្នាក់ដែលលេចធ្លោបានSo yeah វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាកុំភ្លេចជួយ follow page ឬមកក៏ subscribe channel របស់ខ្ញុំម្នាក់មួយផងអរគុណច្រើន